to see you again this morning. ហើយសប្បាយចិត្តមែនទេដែលបានជួបទាំងអស់គ្នានៅព្រឹកនេះ Yeah, the weather is a bit. If you don't take care, you sleep. បាទគឺយើងក៏អាកាសធាតុត្រជាក់បើមិនប្រយ័ត្នទេយ៉ាត់ងុយដេក It's a weather calling you to sleep. បាទគឺជួនកាលអាកាសធាតុហ្នឹងធ្វើឲ្យយើងអាចងងុយ But Jesus is calling you to listen to His word. ប៉ុន្តែព្រះយេស៊ូវហៅឲ្យអ្នកទាំងអស់គ្នាស្ដាប់ព្រះបន្ទូលព្រះអង្គ And I believe we love Jesus. យើងសង្ឃឹមថាទាំងអស់គ្នាសុទ្ធតែស្រឡាញ់ព្រះយេស៊ូវមែនទេ We love Jesus, right? ហើយយើងស្រឡាញ់ព្រះយេស៊ូវមែនទេ Yeah Tell your brother or sister, I love Jesus. ប្រាប់ទាំងអស់គ្នាថាខ្ញុំស្រឡាញ់ព្រះយេស៊ូវតែមែន Good. Love Jesus. And if you love Jesus, you don't only want to listen to His word, but you want to obey. បាទគឺនៅពេលស្រឡាញ់ព្រះយេស៊ូវហើយមិនគ្រាន់តែស្ដាប់ឮព្រះបន្ទូលព្រះអង្គប៉ុណ្ណោះទេប៉ុន្តែចង់ធ្វើតាមព្រះបន្ទូលទ្រង់ទៀតមែនទេ Amen This morning we are going to talk about the mission of the church. បាទនៅថ្ងៃនេះខ្ញុំចង់លើកមកបញ្ជាក់អំពីបេសកកម្មរបស់ពួកជំនុំ And of course, in simple terms, the mission of the church is to make disciples. បាទនិយាយស្រួលស្ដាប់បេសកកម្មរបស់ពួកជំនុំគឺទៅបង្កើតឲ្យមានសិស្ស How? តែធ្វើរបៀបម៉េច We'll talk a bit about it. បាទយើងបានលើកមកនិយាយច្រើនដែរហើយ But before we get there, who is the church? ប៉ុន្តែមុននឹងចូលទៅដល់កន្លែងនោះយើងសួរថាពួកជំនុំជានរណា There are many people with a wrong idea that the building is the church. មានមនុស្សទីច្រើនគិតខុសថានិយាយមកពួកជំនុំគឺសំដៅលើអាគារនោះឬសំណង់នោះ So if they are walking or traveling, they see the building, they say, yeah, that is our church. បាទជារឿយៗយើងធ្វើដំណើរតាមដងផ្លូវក៏លេខឃើញអាគារអូនោះពួកជំនុំ The church is you, the church is me, the church is we, the people. បាទពួកជំនុំគឺជាអ្នកនឹងខ្ញុំពួកជំនុំគឺជាមនុស្សដែលដើរតាមដំណឹងល្អ So when we want to talk about the mission of the church, ចឹងយើងកណ្ដាលនិយាយអំពីបេសកកម្មពួករបស់ពួកជំនុំ we talk about your mission. គឺយើងនិយាយអំពីបេសកកម្មការងារដែលអ្នកនឹងខ្ញុំត្រូវធ្វើ We talk about my mission. បាទគឺជាចិត្តដែលពេញដោយបេសកកម្ម Jesus has called me to follow him ព្រះយេស៊ូវបានហៅយើងទាំងអស់គ្នាឲ្យដើរតាមព្រះអង្គ and become his disciple. ហើយឲ្យក្លាយជាពួកសិស្សរបស់ទ្រង់ And then what? បាទដល់ពេលជាសិស្សទ្រង់ហើយចាំដើម្បីអី Will I just tell people that I'm a disciple of Jesus? តើខ្ញុំដើរទៅអួតប្រាប់គេខ្ញុំជាសិស្សរបស់ព្រះយេស៊ូវប៉ុណ្ណឹងឬ What do I do តើខ្ញុំត្រូវធ្វើម៉េច to show that I'm his disciple? ដើម្បីបញ្ជាក់ថាខ្ញុំជាសិស្សរបស់ព្រះយេស៊ូវ What is he expecting me to do តើព្រះអង្គសពអតីឲ្យខ្ញុំធ្វើអីដើម្បីព្រះអង្គ to show that I am his disciple? ដើម្បីឲ្យប្រកាសថាខ្ញុំជាសិស្សរបស់ទ្រង់មែន That's what we want to talk about this morning. បាទខ្ញុំចង់លើកកន្លែងនេះមកបញ្ជាក់ផងដែរនៅព្រឹកនេះ All right. In Matthew 28, Jesus tells us to go make disciples. បាទនៅក្នុងកាពីម៉ាថាយបាទគឺ28:18ព្រះអង្គមានបន្ទូលថាទៅបង្កើតឲ្យមានសិស្ស But disciple making is a process. បាទគឺការរៀនបង្កើតឲ្យមានសិស្សគឺជាការចេញដំណើរមួយដាក់ថ្ម It does not start one day and end there. បាទគឺមិនមែនចាប់ផ្ដើមពីមួយថ្ងៃហើយចប់មួយថ្ងៃនឹងទេ So many things are involved. បាទគឺមានអ្វីជាច្រើនវាចូលរួមចំណែក But as we keep on making disciples, នៅពេលដែលយើងបន្តបង្កើតឲ្យមានពួកសិស្សតទៅ doing the things Jesus expects us to do, បាទធ្វើអ្វីដែលព្រះយេស៊ូវប្រាប់ឲ្យយើងធ្វើ there are some who may believe and want to be baptized. ពេលនោះនឹងមានអ្នកជឿហើយក៏ចង់ធ្វើបុណ្យជាមួយទឹកដើរតាមព្រះអង្គ Just as we saw yesterday. ដូចជាម្សិលមិញយើងមានបងប្អូនយើងដើរតាមព្រះអង្គ And now I'm praying we see even more today. ហើយខ្ញុំសង្ឃឹមថាថ្ងៃនេះនឹងមានបងប្អូនជាច្រើនសម្រាប់ចិត្តដើរតាមព្រះអង្គដែរ We see people who love Jesus and so they want to obey him. បាទគឺយើងចង់ឲ្យមនុស្សដែលសម្រាប់ចិត្តដើរតាមព្រះយេស៊ូវបាទស្ដាប់ធ្វើតាមទ្រង់ទៀត They want to obey him by giving their lives to him so that they die with him and they are buried with him and they rise new creation. បាទគឺគេបានដើរតាមព្រះយេស៊ូវធ្វើតាមព្រះយេស៊ូវដោយគេកប់ជាមួយនឹងព្រះអង្គគេរស់ឡើងវិញជាមួយនឹងទ្រង់ដោយយើងធ្វើបុណ្យជាមួយទឹកនឹង It doesn't matter when you got baptized, whether yesterday or 20 years ago. មិនគិតថាអ្នកទទួលបុណ្យជាមួយទឹកម្សិលមិញឬក៏20ឆ្នាំឬក៏មុននឹងទេ Jesus is calling me, he is calling you to obey his commandment. ព្រះយេស៊ូវបានហៅខ្ញុំនិងអ្នកឲ្យកាន់តាមបញ្ញត្តិកាន់តាមអ្វីដែលទ្រង់បង្គាប់នេះ Sometimes it is difficult obeying the commandment. ជួនកាលវាមានការលំបាកក្នុងការដើរតាមបទបញ្ញត្តិនឹងដែរ But he promises that I will be with you always. តែទ្រង់សន្យាថាទ្រង់នឹងគង់នៅជាមួយយើងដរាបអស់កល When Jesus says he is with me always,
នៅពេលណាទៅដែលព្រះយេស៊ូវមានបន្ទូលថានៅជាមួយខ្ញុំជាដរាប then I'm not afraid of anything. បើសិនជាព្រះអង្គគង់ជាមួយខ្ញុំជាដរាបហើយខ្ញុំអត់ភ័យខ្លាចទេ Let me begin by talking about how the process. បាទចូលឲ្យខ្ញុំជម្រាបប្រាប់ថារបៀបចេញដំណើរយ៉ាងម៉េច This is not the only process, but this is just part of the process. បាទនេះគឺជាចំណែកខ្លះនៃការចេញដំណើរដើម្បីខ្លាយជាសិស្សរបស់ទ្រង់ Jesus gives us some characteristics បើយើងមើលអំពីបុគ្គលិកលក្ខណៈអំពីព្រះយេស៊ូវយ៉ាងម៉េច of who a disciple is. ហើយបើសិស្សរបស់ទ្រង់មានអាកប្បកិរិយាឬបុគ្គលិកលក្ខណៈរបៀបម៉េច First of all, John 8:31 and 32, បាទនៅក្នុងយ៉ូហាន8ខ31 32 the Jews were so satisfied with their religion. បាទពួកសាសយូដាថាគេស្កប់ចិត្តជាមួយនឹងសាសនារបស់គេណា They didn't want to stop being Jews. បាទគឺមិនចង់ចេញអ្វីក្រៅពីសាសរបស់គេ Or the Jewish religion as they got it from Moses, they didn't want to change. បាទគឺអ្វីដែលគេទទួលសាសនារបស់គេគឺគេចង់បានតែពួកយូដាហើយគេអត់ចង់ដូរទេ So with all the preaching of Jesus, they still stuck with Moses. បាទគឺនៅពេលដែលព្រះយេស៊ូវទៅប្រកាសប្រាប់សាររបស់ទ្រង់ប្រកាសប្រាប់គេនៅតែជាប់ជាពាក់ជាមួយនឹងសេចក្តីបង្រៀនរបស់លោកម៉ូសេ Until some of them began to follow him and even get baptized. ប៉ុន្តែពេលនោះមានមនុស្សខ្លះក៏ចាប់ផ្ដើមពិចារណាត្រឹមត្រូវហើយដើរតាមព្រះអង្គដោយទទួលបុណ្យជាមួយទឹក John 8:31, these Jews had come to believe in Jesus. នៅក្នុងយ៉ូហាន8ខ31 32ពួកសាសយូដាជាច្រើនបានជឿដល់ព្រះយេស៊ូវ In other words, they had put the religion of Judaism aside and they are now following Jesus. ភាសាមួយទៀតថាគេដាក់សាសនាយូដាដែលគេធ្លាប់ធ្វើកន្លងមកមកជំហៀងឥឡូវគេដើរតាមព្រះយេស៊ូវ We know that here in Cambodia, Buddhism is what many people have signed on to. បាទយើងដឹងហើយនៅស្រុកខ្មែរនេះគឺប្រភេទច្រើនគឺពុទ្ធសាសនាហើយមនុស្សជាច្រើនបានកាន់បានធ្វើតាម But thank God, you have come to obey Jesus. ក៏ប៉ុន្តែអរគុណព្រះដែលអ្នករាល់គ្នាបានសម្រេចចិត្តដើរតាមព្រះ And if there's someone here who has not yet obeyed Jesus, Aye. today is the day. ហើយថ្ងៃនេះក៏មានអ្នកខ្លះបានមកទីនេះមិនទាន់ដើរតាមព្រះយេស៊ូវបើបងប្អូនសម្រេចថ្ងៃនេះជាស្ដីសង្គ្រោះដើរតាមព្រះយេស៊ូវ Jesus loves you and he's calling you to come to him. ព្រះយេស៊ូវស្រឡាញ់អ្នកទ្រង់អំពាវនាវហៅអ្នកឲ្យមកតាមព្រះអង្គ Now, ឥឡូវ Jesus tells them, ព្រះយេស៊ូវមានបន្ទូលប្រាប់គេថា you have come to believe. អ្នករាល់គ្នាបានជឿ You have to continue abiding in my word. ព្រះអង្គមានបន្ទូលថាឲ្យអ្នកបន្តកាន់រស់នៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គ In other words, obey my word and live by it. ព្រះអង្គមានបន្ទូលថាកាន់តាមព្រះបន្ទូលឲ្យរស់នៅតាមធ្វើតាមនឹងទៀត And he said, by so doing, people will know that you are my disciples. បើសិនជាយើងបន្តធ្វើដូច្នេះព្រះអង្គមានបន្ទូលថាមនុស្សទាំងឡាយគេនឹងដឹងថាអ្នកជាសិស្សរបស់ព្រះយេស៊ូវមែន We took time in Phnom Penh to go through John 15:1 to 8. បើយើងបានអាននៅក្នុងយ៉ូហានបាទជំពូក15ខ1ដល់ខ8 But I will skip it here. If you get time, look at it. ប៉ុន្តែដោយសារពេលវេលាផងបាទគឺយើងប្រហែលជាយើងរំលងកន្លែងនេះបាទគឺសូមអ្នកត្រឡប់ទៅវិញអានខ្លួនឯង He speaks about what glorifies the Father. បាទគឺថាស្អីទៅដែលទៅសាររំកើងដល់ព្រះ And in verse 8, he says, my Father is glorified ព្រះអង្គមានបន្ទូលថាបើព្រះរបស់យើងបានទៅសាររំកើងឡើង if you bear much fruit. ដែលព្រះអង្គមានបន្ទូលថានៅពេលដែលអ្នករាល់គ្នាទៅបង្កើតផលផ្លែជាច្រើនថ្វាយព្រះអង្គ And I took time to explain that bearing fruit here, he's talking about make disciples. បាទខ្ញុំចង់និយាយថាបង្កើតផលផ្លែនៅកន្លែងនេះគឺសង្ខេបមកថាឲ្យយើងទៅបង្កើតឲ្យបានសិស្សឲ្យច្រើន Because if mango bears fruit, we see mango. ព្រោះយើងដឹងថាបើស្វាយគឺវាបង្កើតមកជាផ្លែស្វាយ Just as if orange bears fruit, we see orange. បើសិនជាដាំក្រូចគឺវាបង្កើតផលផ្លែក្រូច So if I'm a disciple and I bear fruit, we should see other disciples. បើសិនជាខ្ញុំជាសិស្សរបស់ព្រះយេស៊ូវខ្ញុំបង្កើតឲ្យមានសិស្សដទៃទៀតជាបាទសិស្សរបស់ព្រះយេស៊ូវដែរ Now, I was telling Brother Lamar that, hey, you inspire me, and I mean it. បាទគឺខ្ញុំលើកទឹកចិត្តមែនតើមេរៀនបងឡាម៉ាមិញបាទលើកទឹកចិត្តខ្ញុំភ្លាមគេថា inspire ធ្វើឲ្យខ្ញុំនឹងមានចិត្តមានពុកគី Mostly, before I come to speak, he will come and he will begin it just for me to add a little. So it makes my work easier. បាទគឺយើងឃើញ inspire me, ថា brother. បាទគឺគាត់និយាយមេរៀនខ្ញុំហ្នឹងបាទមុនហើយខ្ញុំមកធ្វើឲ្យមេរៀនខ្ញុំងាយក្នុងការបញ្យល់ទៅទៀត
He spoke about John 13, 34, 35. បាទនៅក្នុងយ៉ូហាន13ខ34 35 Jesus said, a new commandment I give you. ព្រះយេស៊ូវមានបន្ទូលថាបញ្ញត្តិថ្មីដែលខ្ញុំឲ្យមកអ្នករាល់គ្នា And he was speaking to people who had received the 10 commandments. គឺទ្រង់បានមានបន្ទូលនេះទៅកាន់ពួកសាសយូដាដែលទទួលបទបញ្ញត្តិ10ប្រការក្នុងសញ្ញាចាស់ And it was so dear to them. បាទពួកគេស្រឡាញ់មែនទែនអ្វីដែលម៉ូសេឬសេចក្តីបង្រៀនចាស់ហ្នឹង But now he comes to tell them, a new commandment I give you. ប៉ុន្តែព្រះយេស៊ូវឥឡូវមកបង្រៀនថាខ្ញុំឲ្យបទបញ្ញត្តិថ្មីដល់អ្នក What is it? តើបញ្ញត្តិថ្មីគឺស្អី That you love one another. គឺព្រះអង្គឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក And everybody will say, oh, as for love, I have love for everybody. I have love for one another. បាទគឺថាស្រឡាញ់គ្នាហើយស្រឡាញ់គ្នាទៅវិញទៅមកនឹងមានន័យយ៉ាងម៉េច Mostly our love is discriminatory. បាទជារឿយសេចក្តីស្រឡាញ់របស់មនុស្សតែងតែ At least I know that from Ghana. យ៉ាងហោចណាស់គាត់ដឹងនៅប្រទេសគាត់នៅហ្គាណានៅអាហ្វ្រិក I don't know how it is in South Africa. I don't know how it is in the States. But in Ghana, in the church, បាទគាត់អត់ដឹងថានៅអាហ្វ្រិកខាងត្បូងឬក៏នៅអាមេរិកប៉ុន្តែនៅប្រទេសហ្គាណាក្នុងពួកជំនុំហ្នឹង mostly when someone has problem, they look at it. If you don't come to church often, they will not mind you. បាទអ្នកខ្លះទៅគឺគេចង់និយាយថាមើលទៅពួកនេះអត់សូវមកពួកជំនុំបើអ្នកមានបញ្ហាចង់និយាយថារឿងអ្នកឯងមិនខ្ញុំ And people will also wait and look for the one who has done something good to him. Really Then he come- will also go and do something good to the person. This is not love. បាទមនុស្សខ្លះចូលចិត្តទៅស្រឡាញ់ហ្នឹងដោយសារគេធ្វើល្អដល់ខ្ញុំធ្វើល្អដល់គេខ្ញុំស្រឡាញ់រាប់អានមិនគ្រាន់ប៉ុណ្ណឹងគ្រប់គ្រាន់ទេបងប្អូន This is how the market women behave. បាទគឺយើងឃើញថានេះគឺមិនមែនគេតាក់ទិចដែលបាទព្រះចង់ឲ្យយើងធ្វើចឹងទេ But to be a disciple of Jesus, we But I- love one another just as he loved us. ប៉ុន្តែយើងជាសិស្សរបស់ព្រះយេស៊ូវត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះអង្គស្រឡាញ់យើងដែរ While we were still sinners, នៅពេលដែលយើងនៅមានបាបនៅឡើយ Jesus died for us. ព្រះយេស៊ូវបានសគត់ជំនួសយើងហើយ And that is how he loved us. នេះឯងដែលយើងត្រូវស្រឡាញ់ដល់ព្រះអង្គស្រឡាញ់ដល់គ្នានឹងគ្នា You may not like someone, ពិតហើយនៅលើលោកនេះប្រហែលជាអ្នកអត់ចូលចិត្តយ៉ាងណាមួយ but the person needs help. ប៉ុន្តែបើសិនជានឹងត្រូវការជំនួយអ្វី Will you help or not? តើយើងត្រូវជួយគេដែរឬអត់ And the question I try to ask myself every day is, what will Jesus do? សំណួរខ្ញុំសួរដល់អ្នករាល់គ្នាតើព្រះយេស៊ូវធ្វើម៉េចដល់មនុស្សរបៀបអញ្ចឹង And as I think with the perspective or from the perspective of Jesus, I want to do what he will do in that situation. បើចំពោះខ្ញុំបើខ្ញុំឃើញសភាពអញ្ចឹងតើព្រះអង្គដោះស្រាយធ្វើរបៀបម៉េចនៅពេលដែលមានសភាពការដូចជាអ្នកណាមួយយើងអត់ទៅចូលចិត្តអីហ្នឹង Jesus is our only example. ព្រះយេស៊ូវគឺជាគំរូរបស់យើងរាល់គ្នា When we are talking about the mission of the church, នៅពេលដែលយើងនិយាយអំពីបេសកកម្មពួកជំនុំ see yourself and myself Go. as the church. ឃើញអ្នកនិងខ្លួនអ្នកខ្ញុំក្នុងនាមយើងជាពួកជំនុំ What is my mission on earth? តើបេសកកម្មនៅលើផែនដីគឺស្អី What does God want me to do តើព្រះចង់ឲ្យខ្ញុំធ្វើអី as part of the church? ខ្ញុំជាចំណែកមួយរបស់ពួក Because ជំនុំ you and I come together to be the church. ពីព្រោះអ្នកនិងខ្ញុំបងបញ្ចូលគ្នាយើងជាពួកជំនុំ Jesus, first and foremost, announced his mission. ព្រះយេស៊ូវទ្រង់បានប្រកាសអំពីបេសកកម្មរបស់ទ្រង់យ៉ាងម៉េច And we want to listen to the reading. បាទចូលយើងស្ដាប់អ្នកណាដែលបានអាននៅទីនេះ And the scroll of Isaiah the prophet was handed to him, and he unrolled the scroll and found the place where it was written, "The Spirit of the Lord is upon me, because me anointed me to bring good news to the poor." Hold on 1 second. Uh, Jesus, in the temple or synagogue where they had met, he took the scroll, I would say the Bible. បាទគឺព្រះយេស៊ូវបានទៅកន្លែងព្រះវិហារហើយឃើញពួកសង្ឃដែលធំហ្នឹងគេយកបទគម្ពីរឬ scroll គម្ពីរហ្នឹងមកលូតមកបើកមើល And he opened a portion. ហើយគេបើកមើលផ្នែកមួយនៃរមូលគម្ពីរហ្នឹង And now he tells them, the Spirit of the Lord is upon me. ហើយគម្ពីរប្រែងហ្នឹងនៅចែងមកកន្លែងហ្នឹងថាព្រះវិញ្ញាណព្រះស្ថិតនៅក្នុងខ្ញុំជាហោរារបស់ព្រះហ្នឹង And he said, he has anointed me to preach the good news to the poor. ព្រះអង្គមានបន្ទូលថាមិនគ្រាន់តែឲ្យផ្សាយដំណឹងល្អទៅដល់មនុស្សក្រីក្រកំសត់ប៉ុណ្ណោះទេ Is the Spirit of the Lord not upon you? បាទព្រះញាណរបស់ព្រះអង្គតើសន្ធិដ្ឋនៅជាមួយអ្នករាល់គ្នាទេ
as members of the church, don't you have the Spirit of God on We you? តែ do. ក្នុងសមាជិកពួកជំនុំតើ We ព្រះវិ do ញ្ញាណ have ស the ន្តិក្នុង Spirit of God. យើងមានព្រះវិញ្ញាណព្រះសន្តិក្នុងយើង And we have been anointed. ហើយយើងត្រូវបានចាក់ប្រេងតាំងហើយ Everyone who is in Christ has been anointed. អរអ្នកដែលនៅក្នុងព្រះគ្រីស្ទឈ្មោះថាបានចាក់ប្រេងតាំងជាពួកសង្ឃជារបស់ព្រះ Don't ហើយ listen to anybody somewhere who tells you, I'm now coming to anoint you. No, you are already Amen. anointed and you have the Spirit of God. Yes. អូខេអ្នកមានព្រះវិញ្ញាណរបស់ព្រះអ្នកបានប្រេងតាំងចាក់ប្រេងរួចហើយបើអ្នកណានិយាយថាអ្នកអត់មានគឺគេកំពុងគិតខុសហើយ It should empower you, it should encourage you to preach the good news. សូមឲ្យអ្នកបន្តផ្សាយដំណឹងល្អទៅកាន់មនុស្សដទៃទៀត But when he said the good news to the poor, it doesn't only mean those who don't have what to eat or where to wear. Somebody might be poor in spirit because he doesn't know the word of God. Amen. បាទគឺយើងឃើញថានិយាយពីកំសត់ក្រយើងមិនមែនសំដៅទៅអត់មានអីញ៉ាំស្លៀកពាក់ទេគឺសំដៅលើកំសត់ខាងវិញ្ញាណដែលគេអត់បានស្គាល់ព្រះគេអត់យល់ When I'm looking for the mission of the church, I'm looking for my mission. I look at Jesus as my example. នៅពេលដែលខ្ញុំចង់សួរថាតើការងារខ្ញុំត្រូវធ្វើអីខ្ញុំសម្លឹងមើលព្រះយេស៊ូវទ្រង់ធ្វើអីដើម្បីឲ្យខ្ញុំបានត្រាប់ធ្វើតាមដែរ Please continue. បាទគាត់បន្តអានទៀត He has sent me to proclaim release to captives and recovery of sight to the blind, to set free those who oppose, to proclaim the favorable year of the Lord. Hallelujah. Amen. Amen. These are the things Jesus set himself up or announced to do. បាទនេះគឺជាព្រះយេស៊ូវដែលទៅរងយាងមកដើម្បីប្រកាសធ្វើអ្វី And it should be the same thing we want to do. ហើយយើងទាំងអស់គ្នាត្រូវតែបានធ្វើដូចគ្នាដែរ Setting the captives free. គឺយើងទៅជួយមនុស្សដែលគេចាប់ជាឆ្លើយសឹកឲ្យមានសេរីភាព There are many people with lots of problems who need someone to talk to them, encourage them with the word of God so they become free. អញ្ចឹងទេយើងមានមនុស្សជាច្រើនដែលគេជាប់មានបញ្ហាជាច្រើនត្រូវការអ្នកបង្រៀនផ្សព្វផ្សាយដើម្បីឲ្យគេចេញពីចំណងនៃការចាប់ជាឆ្លើយឬក៏ចំណាប់ខ្មាំងហ្នឹង God's word liberates. បាទព្រះបន្ទូលព្រះអាចនឹងរំដោះអាចនឹងជួយគេបាន Let us send it forth បាទចូលយើងទាំងអស់គ្នាឈ្មោះទៅមុខទាំងអស់គ្នា to allow the blind to see. ដើម្បីឲ្យមនុស្សខ្វាក់អាចមើលឃើញ And I want to remind you that setting the captives free also involves the work we have been doing here throughout this week. បាទការដែលជួយឲ្យមនុស្សឈឺបានជាមនុស្សខ្វាក់បានមើលឃើញដូចជាកិច្ចការដែលយើងបានធ្វើនៅក្នុងសប្តាហ៍កន្លងមកនេះឬក៏ក្នុងប្រហែលថ្ងៃកន្លងមកនេះ As we gave Medicare to people, we are setting the captives free. Yeah. ដូចជាយើងបានចែកថ្នាំមើលអីផ្សេងៗហ្នឹងបាទមានន័យថាយើងជួយមនុស្សដែលជាប់ចំណងនៃជំងឺឬក៏អំពើបាបនានាហ្នឹងបានមានសេរីភាពបានរួចឡើងបានជា We even went ahead to give glasses so people can see. យើងបានចែកជូនជាវ៉ែនតាដើម្បីបងប្អូនដែលមានបញ្ហាភ្នែកអាចមើលឃើញល្អ All the things we did here, providing relief items, that is exactly what Jesus is talking about. បាទគឺយើងឃើញថារាល់អ្វីដែលយើងបានធ្វើនេះគឺជាជំនួយជួយឧបត្ថម្ភនានាដើម្បីបាទគឺជួយដល់គ្រាលំបាក But let me ask you a question. ប៉ុន្តែខ្ញុំសួរសំណួរមួយទៅកាន់បងប្អូន Are we going to continue doing this as Cambodians? Or are we going to wait for America to come and support before we do this? បាទតើយើងស្រុកខ្មែរយើងអាចចេះធ្វើការងារខ្លួននឹងចាំតែអាមេរិកកាំងមកជួយបានយើងធ្វើការកើតឬយ៉ាងដូចម្ដេច So many years ago, Africa relied every day on America to come and support us before we go out and help the poor. បាទនៅប្រទេសអាហ្វ្រិកកន្លងមកពឹងតែលើបងប្អូនមកពីអាមេរិកដើម្បីទៅជួយការងារឧបត្ថម្ភនានាហ្នឹងខ្លួនឯងអត់ធ្វើអី And we will stay there and every day tell America, thank you, God bless you, thank you, God bless you, and God will continue blessing America. បាទយើងឃើញនៅពេលដែលអាមេរិកមកយើងចេះថាអូយព្រះប្រទានពរអ្នកប្រទានពរដល់អាមេរិកដល់អញ្ចឹងអាមេរិកចេះតែបានពរប្រទេសនៅក្រនដែរឲ្យពរទៅគេអស់ហើយ How about Ghana? How about South Africa? Don't we also want to be blessed? តើនៅប្រទេសហ្គាណានៅអាសាអាហ្វ្រិកាតើបើយើងមិនចង់ឲ្យព្រះប្រទានពរប្រទេសយើងទេឬ How about Cambodia? Don't we also want to be blessed? តើអ្នកមិនចង់ឲ្យព្រះប្រទានពរដល់ប្រទេសកម្ពុជាទេឬ The time has come for us បាទ as Cambodians បាទ to take this upon ourselves, go to poor communities and help the needy. បាទខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនកម្ពុជាព្យាយាមប្រឹងធ្វើជួយទៅដល់សហគមន៍របស់យើងម្នាក់ៗចូលរួមជួយ Because that is our mission.
នេះគឺជាបេសកកម្មព្រះរបស់យើង And that's what Jesus will do. នេះឯងព្រះយេស៊ូវទ្រង់មកដើម្បីបានធ្វើ And stop thinking that, oh, we don't have it, we can't do it. ហើយឈប់គិតថាអូយើងក្រពេកយើងអត់មានអត់អាចធ្វើអីកើតឈប់គិតអាហ្នឹង God said, I will be with you always. ព្រះមានបន្ទូលថាទ្រង់នឹងគង់នៅជាមួយយើងជាដរាប And I can do all things through Christ who strengthens me. និយាយដូចប៉ុលថាខ្ញុំអាចធ្វើទាំងអស់ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ That is the mission of the church. តើនេះបេសកកម្មរបស់ពួកជំនុំមែនទេ That is the mission of the church. នេះឯងបេសកកម្មរបស់ពួកជំនុំ Church in Cambodia needs to own this. ពួកជំនុំនៅក្នុងស្រុកខ្មែរគឺយើងជាម្ចាស់យើងគឺត្រូវប្រឹងធ្វើខ្លួនយើងដែរ Think about the needy in our community and go help. បើយើងឃើញថាធ្វើយើងឃើញអីក្នុងសហគមន៍យើងជួយអីបាន We did this together yesterday. មិនសមមិញយើងបានធ្វើការរួមគ្នា How are you going to continue when you are left alone? បើតើយើងត្រូវធ្វើយ៉ាងម៉េចនៅពេលដែលពួកគាត់ចាក់ចេញទៅយើងនៅម្នាក់ឯងឬខ្លួនឯងទេយើងត្រូវ Begin to think about these things. ចូលរៀនគិតពីកន្លែងនឹងទាំងអស់គ្នា Because that is the mission of the church. បើពិចារណាជាពិសេសអំពីបេសកកម្មពួកជំនុំ Jesus did not only announce it, he was seen doing it. បើព្រះយេស៊ូវមិនគ្រាន់តែបានអំពាវនាវប្រកាសទេទ្រង់បានឃើញទ្រង់បានធ្វើផ្ទាល់ទៀត And we want to take this reading as well. បាទសូមឲ្យបងប្អូនមានពេលយកកម្មាថាយ9:35 Matthew ដល់38 9:35 to 38. បាទគឺយើងឃើញខ35ដល់38 And Jesus went about all the cities and villages, teaching in their synagogues and preaching the gospel of the kingdom and healing every sickness and every disease among the people. Hold on one second. Jesus did not only stay at one place. ព្រះយេស៊ូវកិច្ចការរបស់ទ្រង់មិនមែនអង្គុយនៅតែមួយកន្លែងទេ Many of our churches are interested in staying here and here alone. បាទមនុស្សទាំងឡាយចាប់អារម្មណ៍ណាស់ខ្ញុំនៅនេះហើយនឹងតែប៉ុណ្្នឹងបានទេ Jesus went out to the villages and to the cities. ព្រះអង្គព្រះយេស៊ូវចេញពីភូមិមួយទៅភូមិមួយរហូតដល់ទីក្រុង He preached the good news, ទ្រង់បន្តប្រកាសប្រាប់ដំណឹងល្អ but he also healed the sick. ពេលទ្រង់ជួបមនុស្សដែលខ្វិនខ្វាក់ឈឺទ្រង់ព្យាបាលទ្រង់មើលឲ្យជា Just as we have moved here to do in the past days together with you. ដូចជាអ្វីដែលយើងបានធ្វើបងប្អូនឃើញហើយប្រហែលថ្ងៃកន្លងមកនេះជាមួយអ្នកនៅទីនេះ That's a good job, brother. It's a good job. យើងឃើញថានេះជាការល្អដែលយើងបានចូលរួមហើយ But are you going to continue with it? ប៉ុន្តែតើយើងបន្តធ្វើអញ្ចឹងជួយរហូតទេ Because that's what we see Jesus do. យើងមើលតើព្រះយេស៊ូវធ្វើយ៉ាងម៉េច He went out to the cities and went out to the villages. ទ្រង់បានធ្វើដំណើរចេញពីក្រុងមួយទៅក្រុងមួយពីភូមិមួយទៅភូមិមួយ So, brother Sokon, don't stay here alone. អ្វីដែលខ្ញុំនិយាយមិនថាមិនឲ្យនៅនឹងតែប៉ុណ្ណោះទេ There are many other communities that need the gospel. ប៉ុន្តែយើងដឹងថាមានមនុស្សជាច្រើននៅកន្លែងមួយទៅកន្លែងមួយត្រូវការដំណឹងល្អរបស់ព្រះ Brother Cameron, don't stay in Phnom Penh alone. សូមកុំនៅតែទីក្រុងភ្នំពេញតែប៉ុណ្ណោះ There are many other cities, there are many other villages that need the gospel. បើមានភូមិស្រុកខេត្តមួយចំនួនដែលអត់ទាន់បានឮដំណឹងល្អរបស់ព្រះទេ You can preach the word of God. យើងអាចផ្សាយព្រះបន្ទូលព្រះ But you should also be willing to heal the sick. បាទហើយជួនកាលបើមានជួបអ្នកជំងឺឈឺណាយើងអាចជួយយ៉ាងម៉េចបាន Oh, don't tell me, oh, I don't have miracle power. I don't heal the sick. You can heal the sick. បាទអ្នកខ្លះថាអូខ្ញុំទៅមិននឹងចេះព្យាបាលអីផងតាមពិតអ្នកអាច Of course, God is the only healer. មានតែព្រះប៉ុណ្ណោះដែលជាអ្នកមើលអ្វីៗឲ្យជា But He can provide medication. ជួនកាលទ្រង់អាចផ្ដល់ជារបៀបថ្នាំពេទ្យតាមរយៈណា And God will bring the healing. ហើយព្រះនឹងធ្វើឲ្យអ្នកដែលមានបញ្ហាអាចជាសះស្បើយ Please continue. We need the compassion to do this. បាទបន្តអានទៀត But when he saw the multitudes, He saw the multitude, and then what happened? ព្រះអង្គមានបន្ទូលថាភ័យមនុស្សច្រើនតែទ្រង់ខ្លាចទេ he was moved with compassion on them. He was moved with compassion. ពេលមានមនុស្សច្រើនមកតាមព្រះអង្គទ្រង់មានបតីក្ដួលអាណិតមេត្តាករុណា There are many who are sick. ហើយមានមនុស្សជាច្រើនដែលឈឺ There are many who are poor. មានមនុស្សជាច្រើនដែលកំសត់ There ក្រ are many who have been taken captive by the devil. មានមនុស្សខ្លះបានអរិយបិសាចនឹងចូលសន្ធិដ្ឋផងដែរ God is calling us to go to them. ព្រះមានបន្ទូលហៅយើងឲ្យទៅ But without compassion, តែបើយើងទៅអត់មានចិត្តមេត្តាករុណា we cannot do this. យើងមិនអាចធ្វើបានទេ How deep is your love? តើសេចក្តីស្រឡាញ់របស់អ្នកមានជម្រៅប៉ុណ្ណា How deep is your compassion? តើមានចិត្តមេត្តាករុណារបស់អ្នកកម្រិតណា Care about people who are perishing?
ហើយតើអ្នកបានយកចិត្តទុកដាក់ចំពោះមនុស្សដែលត្រូវវិនិច្ឆ័យត្រូវ You ស្លាប់ don't ទៅអត់មាន only ព្រះ care and sit down. តើយើងគ្រាន់តែអង្គុយមកកន្លែងឬ When you care, you will be moved by compassion. នៅពេលដែលអ្នកអង្គុយជួនកាលដោយចិត្តមេត្តាករុណាយើងមើលឃើញសេចក្តីត្រូវការយើងជួយមិន I want to conclude with the last reading. បាទសូមអានវគ្គមួយទៀត I don't know who is ready. The last one, Matthew 25. It's a long one, but we know the story. បាទម៉ាថាយបាទ25 31 40អានយូរបន្តិចប៉ុន្តែយើងប្រហែលដឹងដំណើររឿងហ្នឹង But when the Son of Man comes in his glory, Uh-huh. and all the angels with him, Uh-huh. then he will sit on his glorious throne, Uh-huh. and all the nations will be gathered before him. Hold on. All the nations will be gathered before him. នៅពេលព្រះរាជបុត្រាទ្រង់យាងមកគ្រប់ជាតិសាសន៍នឹងនៅចំពោះព្រះអង្គ Jesus comes and sits on his glorious throne. ព្រះយេស៊ូវយាងមកអង្គគង់លើបល្ល័ង្ករបស់ទ្រង់ All the nations will gather before him. មនុស្សគ្រប់ជាតិសាសន៍នឹងមកជុំវិញបល្ល័ង្កទ្រ Oh, ង់ so Ghana will be there. នៅពេលហ្នឹងជនជាតិកាណាទៅនៅទីនោះដែរ Cambodia will be there. ជនជាតិខ្មែរក៏នៅទីនោះដែរ It's not all beautiful. បើតើមិនល្អទេឬដែលយើងនៅចំពោះបល្ល័ And ង្ក what ព្រះ is he going to do? តើទ្រង់ធ្វើម៉េច And he will separate them from one another, Uh-huh. just as the shepherd separates the sheep from the goats. Jesus will separate us as we sit in front of him. នៅពេលយើងអង្គុយនៅចំពោះព្រះអង្គទ្រង់នឹងងាកយើងដូចជាជាមចេញពីពរពពែ The sheep will go to the right hand, ពួកជាមនឹងទៅខាងស្ដាំដៃ and the goats will go to the left hand. ហើយពួកពពែគឺនឹងទៅឆ្វេងដៃ Of course, one side is for salvation, បាទអ្នកមួយមានសេចក្តីសង្គ្រោះ and the other side is for condemnation. ហើយអ្នកមួយជំនាញទៀតជួបតែទឹកជួបតែទោស The question is, where will you be? សំណួរសួរថាតើអ្នកខាងស្ដាំឬនៅខាងឆ្វេង Will you be among the saved, តើអ្នកនៅក្នុងចំណោមពួកជាមដែលបានសង្គ្រោះ or will you be among the lost? ឬក៏អ្នកនៅក្នុងពពែនៅក្នុងចំណោមអ្នកបាត់បង់ Today is the day of salvation. ថ្ងៃនេះគឺជាថ្ងៃសេចក្តីសង្គ្រោះដល់អ្នកហើយ Jesus is ready to save you. ព្រះយេស៊ូវរួចរាល់មកជួយសង្គ្រោះហើយ Don't wait till tomorrow. កុំរងចាំដល់ថ្ងៃស្អែក Give your life to him today. ថ្វាយចិត្តជីវិតអ្នកទៅព្រះអង្គថ្ងៃនេះ Don't give your life to him because you are afraid of judgment. បាទគឺយើងឃើញបាទគឺកុំឲ្យប្រទានជីវិតទៅដល់ព្រះអង្គនឹងដោយ Give សារតែ your ខ្លា life ច to him because you love him. បាទដោយខ្លាចទ្រង់មានន័យយើងប្រទានជីវិតទៅព្រះអង្គដោយព្រោះយើងស្រឡាញ់ទ្រង់ For he loves you first. ពីព្រោះព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់ And because you love him, ដោយសារតែយើងស្រឡាញ់ទ្រង់ you obey his command យើងកាន់តាមបញ្ញត្តិព្រះអង្គ and you give your life to him. ហើយអ្នកថ្វាយជីវិតអ្នកទៅព្រះអង្គ In the reading there, បាទដូចជាបងស្រីអានហ្នឹង he said he would tell those on the right, congratulations, well done. បាទនៅពេលពួកនៅខាងស្ដាំពួកជាមព្រះអង្គមានបន្ទូលថាប្របីហើយល្អហើយ And they will be asking, what is he saying? What's going on? បាទរួចមកគេសួរថាព្រះអង្គទូលបង្គំបានធ្វើអីល្អ And he will say, I was hungry, you fed me. ព្រះអង្គមានបន្ទូលដោយព្រោះខ្ញុំឃ្លានអ្នករាល់គ្នាបានឲ្យខ្ញុំញ៉ាំ I was sick, you visited me and brought me healing. ហើយនៅពេលដែលខ្ញុំឈឺអ្នកមកសួរសុខទុក្ខខ្ញុំហើយមើលឲ្យខ្ញុំជា War displaced me from my home and you brought me blankets. បាទគឺយើងឃើញថាដូចជាមានសង្គ្រាមជនភៀសសឹកមកទីនេះយើងបានឲ្យស្ទៀន I was ឲ្យ in ភួយ prison. បាទគឺដើម្បីភាពកក់ក្ដៅ I was in prison and you visited me. បាទនៅពេលដែលខ្ញុំកំពុងជាប់គុកអ្នករាល់គ្នាទៅសួរសុខទុក្ខខ្ញុំ And they will say, Lord, when did all this happen? ពេលហ្នឹងពួកសិស្សព្រះយេស៊ូវសួរថាតើទូលបង្គំបានធ្វើអញ្ចឹងពីកាល And then he would tell them, because you did it for the little ones, you did it for me. បើតែព្រះទ្រង់មានបន្ទូលថាអ្នកបានធ្វើការតិចៗនៅក្នុងចំណោមអ្នករាល់គ្នានេះគឺអ្នកបានធ្វើដល់ខ្ញុំហើយ Will Jesus say that to me? តើព្រះយេស៊ូវមានបន្ទូលមកខ្ញុំ Will he tell me, well done? បើតែទ្រង់ហៅខ្ញុំថាប្របីហើយល្អហើយឬ Will Jesus tell me, well done? តើព្រះអង្គមានបន្ទូលថាឯងបានធ្វើល្អហើយឬ Because I visited the sick, បាទគឺពីព្រោះខ្ញុំបានទៅសួរសុខទុក្ខអ្នកឈឺ I fed the hungry, ខ្ញុំជួយឲ្យអ្នកមានអាហារអ្នកស្រេកឃ្លានមានអាហារញ៉ាំ I cared for the needy. បាទខ្ញុំជួយអ្នកដែលខ្វះខាត This is the mission of the church. ខ្ញុំសូមជម្រាបបងប្អូននេះគឺជាបេសកកម្មពួក This ជំនុំ is my mission. ហើយក៏ជាបេសកកម្មខ្ញុំដែរ And this is your mission. ហើយក៏បេសកកម្មអ្នកដែរ Thank God we are on it. បាទគឺយើងឃើញថាបាទនេះគឺយើងជាម្ចាស់ I know we don't wait to do it yearly.
បាទគឺប៉ុណ្ណាយើងមិនបានមកទីនេះជារាល់ឆ្នាំទេ But that is part and parcel of our lives. ប៉ុន្តែអ្វីមួយជួនកាលក្នុងជីវិតរបស់យើងដែលយើងឆ្លងយើងជួបយើងព្យាយាមជួយទៅ I hope Cambodia will not always wait for America to come in. ខ្ញុំសង្ឃឹមថាប្រទេសយើងកម្ពុជានេះមិនចេះតែរងចាំរហូតដល់តែអាមេរិកមកបានធ្វើការកើតទេ Just like Ghana had been doing over the years. បាទនេះគឺដូចជានៅប្រទេសកាណាដាកន្លងមកបាទគឺយូរឆ្នាំយើងរ You ងចាំតែគេ can មក do it on your own. សូមយើងទាំងអស់គ្នាខំប្រឹងឈរលើជើងយើងខំប្រឹងធ្វើខ្លួនយើង And God will bless you for that. ពេលនឹងព្រះនឹងប្រទានពរដល់អ្នកហើយ You don't need to be always saying thank you and God bless America. បើយើងកុំតែនិយាយថាអរគុណសូមឲ្យព្រះប្រទានអាមេរិកទៅប្រទានពរដល់ God wants to bless Cambodia too. ទ្រង់ក៏ចង់ប្រទានពរដល់ស្រុកខ្មែរដែរ Give him the opportunity to do that. សូមផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់បានធ្វើការបម្រើព្រះអង្គ If you are here and you have not given your life to Jesus, អ្នកបើអ្នកមកទីនេះហើយមិនទាន់បានប្រគល់ជីវិតទៅព្រះយេស៊ូវនៅឡើ I យ want to remind you once again. ខ្ញុំចង់រំលឹកដល់អ្នករាល់គ្នាជាថ្មី We are living in a broken world. យើងកំពុងតែរស់នៅក្នុងโลกដែលពោរពេញ And ទៅដោយ nothing works in this world. ហើយអារៈកំពុងតែធ្វើការក្នុងโลกដ៏កង្វក់កង្វក់នេះ But there's a better place that Jesus promised. ប៉ុន្តែព្រះយេស៊ូវបានរៀបចំកន្លែងមួយពិសេសសម្រាប់អ្នកនិងខ្ញុំ And he is ready